វិសាពនមហិគួរឲ្យជ្រះថ្លាថ្ងៃព្រះសាស្តាសម្មាសម្ពុទ្ធប្រសូតចាកោសត្វបរិសុទ្ធវិសេសបំផុតនៅក្នុងលោកាវិសាពនមហិថ្ងៃទ្រង់ត្រាស់ដឹងដែលទ្រង់រំពឹងបច្ចាយាកាបច្ចោសាមីប្រតិស្រស់ថ្លាត្រាស់ជាសម្មាសម្ពុទ្ធក្នុងលោកវិសាពនមិត្តថ្ងៃត្រង់នៅពៀនសាសែនកោតលៀនមកច្រានកកោក្រាស់ក្រាស់ត្រៀបប្រាផតទឹកជោគនាំគ្នាសយសស្ដាប់ព្រះសាស្តាវិសាពនមិត្តថ្ងៃព្រះទ្រង់ត្រាំងបញ្ជាយ៉ាងច្បាស់បច្ចមវាចាថាកុំប្រមាទរឿងររូបាចម្រើនបញ្ញាតាមព្រះមុនីវិសាពនមិត្តមានន័យខ្លាំងណាស់បរិស័ទក្មេងចាគួរខំសំភាសូត្ររូតស្រស់ស្រួលស្ដាប់ព្រះធម៌មីក្រុមពួកសង្ឃជីបានពោសំដែងវិសាពនមិត្តកំចាត់ងងឹតដែលមានក្នុងចិនឲ្យភ្លឺចាញ់ចែងលោភៈទោសាំងមហស្ដែងស្ដែងពន្លឺសូរសែងប្រតិបញ្ញាវិសាពនមិត្តស្ថិតក្នុងសិលទានឲ្យបានជាយានឆ្លងកាត់សង្សារកាត់អបាយភូមិទុកច្រើនក្រៃណាយចម្រើនមេត្តាដល់សត្វទាំងឡាយវិសាពនមិត្តអប់រំវិជ្ជាយល់ដឹងគ្រប់គ្នាមានចិត្តនឿយណាយប្រាជ្ញាយល់ត្រូវងងឹតចាក់ចាយផុតអន្តរាយចចិនស្រស់ថ្លាព្រះអង្គប្រសូតនឹងបានត្រាស់ដឹងនៅពេលថ្ងៃនឹងគួរពិចារណាសង្ខារទាំងឡាយមិនទៀងឡើយណាគ្រប់រូបអាត្មាក៏ចាំងឈឺស្លាប់ចូលកុំប្រមាទនៅក្នុងទានសិលដើម្បីផ្ដាច់ផ្ដាល់រូបរះប្រញាំសម្មាទិដ្ឋិដែលទ្រង់បានប្រាប់ឆ្កាកោះកាយកម្មកិលេសតណ្ហា